ទំនាយនឹងប្រផ្នូលនានាដែលពាក់ព័ន្ធទៅនឹងការសុបិនឃើញកាវនិងកាសែតបាទសូមអនុញ្ញាតគោរពជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់និងជាទីគោរពរាប់អានបាទជួបជាមួយនឹងខ្ញុំជាថ្មីនៅនាទីកាត់សុបិនហើយក្នុងវីដេអូនេះខ្ញុំនឹងលើកយកអំពីការយល់សប្តិឃើញកាវជាប់កាវឬក៏កាសែតមកបកស្រាយជូនបងប្អូនជាទីសន្តាប់បាទកំណំខាតពេលយូរមកដឹងនឹងយល់ពីអត្ថន័យទាំងនោះជាមួយនឹងខ្ញុំបាទដូចតទៅទី1ជាប់កាវយល់សប្តិថាអ្នកប្រើកាវទៅប៉ះលើវត្ថុអ្វីមួយជាការប្រាប់ឲ្យអ្នកប្រុងប្រយ័ត្នក្នុងការចាយវាយឬការរកបណ្ដាក់ទុនកន្លងមកបើយល់សប្តិឃើញកាវជាប់នៅនឹងម្រាមដៃឬក៏ជាប់នៅផ្នែកណាមួយនៃខោអាវរបស់អ្នកទំនាយថាមិត្តរបស់អ្នកមានចិត្តស្មោះត្រង់នឹងអ្នកណាស់បើលោកអ្នកយល់សប្តិថាយកកាវទៅប្រើដើម្បីបិទវត្ថុអ្វីឲ្យជាប់គ្នាខុសពីបិទរន្ធឲ្យជិតទំនាយថាអ្នកនឹងឡើងបុណ្យស័ក្តិឬបានរីកចម្រើននឹងត្រូវគេទទួលស្គាល់ក្នុងមុខការរបរធំធំទី2កាសែតបើលោកអ្នកបានយល់សប្តិថាអានកាសែតទំនាយថានឹងមានកើតព្រឹត្តិការណ៍ក្បត់ចំពោះអ្នកយល់សប្តិថាបានទិញកាសែតទំនាយថានឹងបានឡើងឋានន្តរស័ក្តិក្នុងពេលឆាប់ខាងមុខនេះយល់សប្តិថាយកក្រដាសកាសែតទៅខ្ចប់អ្វីឬវត្ថុអ្វីមួយឬប្រើវាដើម្បីធ្វើអ្វីទៀតទំនាយថាអ្នកនឹងទទួលបានសេចក្តីរីករាយព្រោះបានជួបជុំគ្នាជាមួយមិត្តសម្លាញ់ឬបងប្អូនសាច់ញាតិដែលបានបែកគ្នាជាយូរមកហើយ